បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងមកប្រាប់ពីរបៀបនៅក្នុងការភ្ជាប់ LG Sync Shoe ពីទូរស័ព្ទដៃមកទូបោកទ្វារពីលើអញ្ចឹងដំណាក់កាលដំបូងថាយើងត្រូវធ្វើដូចនេះខ្លះសូមតាមដានជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងជាដំបូងគឺយើងត្រូវតែចុចប៊ូតុង power បាទមុននឹងខ្ញុំបានចុចប៊ូតុងបើករួចហើយបន្ទាប់មកយើងត្រូវតែចុចចូលទៅក្នុង LG Sync Shoe app របស់យើងអញ្ចឹងនៅក្នុងនេះខ្ញុំបាន download app រួចហើយយើងចុចចូលទៅក្នុង LG Sync Shoe app បន្ទាប់មកយើងចុចទៅលើសញ្ញាបូកបន្ទាប់ពីសញ្ញាបូកហើយយើងចុចលើពាក្យថា add device អញ្ចឹងនៅកន្លែង add device នេះយើងអាចមើលទៅថានៅក្នុងនោះវាមានទូបោកច្រើនប្រភេទអញ្ចឹងនៅក្នុងនេះយើងយកពាក្យថា washer អញ្ចឹងនៅក្នុង washer វាចែកចេញជាប្រភេទទូបោកយើងមាន4យើងមាន top load វាមាន front load មានប្រភេទຂະຫນាតដែលយើងបញ្ចូលលើគ្នាហើយនឹង wash tower អញ្ចឹងយើងយកប្រភេទពីលើអញ្ចឹងនៅក្នុងដំណាក់កាលនេះគឺគេបានសួរយើងថាតើទូបោកនេះយើងបានបើកវាហើយនៅអញ្ចឹងមិននេះយើងបានចុចប៊ូតុងបើករួចហើយយើងចុចពាក្យថា turn on អញ្ចឹងនៅក្នុងការភ្ជាប់ LG Sync Shoe របស់យើងមានពីររបៀបទី1គឺយើង scan ជាមួយនឹង QR code របៀបទី2គឺយើងចុចទៅលើប៊ូតុងពាក្យថា remote start ដើម្បីឲ្យ load Wi-Fi ហ្នឹងចូលមកក្នុងទូរស័ព្ទដៃអញ្ចឹងនៅក្នុងករណីនេះខ្ញុំភ្ជាប់របៀបនេះគឺជាមួយនឹង QR code តែម្ដងដើម្បីមានការងាយស្រួលជាងដែលយើងចុចទៅលើពាក្យ remote startបន្ទាប់ពីយើង scan QR code ហើយនៅក្នុងនេះគឺយើងត្រូវតែដាក់ password Wi-Fi ដែលយើងមាននៅទីតាំងរបស់យើងអញ្ចឹងនៅក្នុងនេះខ្ញុំចាប់ផ្ដើមបញ្ចូលទៅលើ password Wi-Fi តែម្ដងបន្ទាប់ពីយើងបញ្ចូល password រួចហើយយើងចុចពាក្យ connect អញ្ចឹងនៅក្នុងនេះគឺវានឹងដំណើរការភ្ជាប់ជាមួយនឹង LG Sync Shoe របស់យើងបន្ទាប់មកយើងចុចពាក្យ connect នៅក្នុងកន្លែងនេះគឺវាគ្រាន់តែចង់បញ្ជាក់ជាមួយយើងទេថាតើយើងចង់ភ្ជាប់ជាមួយនឹងទូបោកអត់អញ្ចឹងយើងត្រូវតែភ្ជាប់របស់វាអញ្ចឹងការភ្ជាប់របស់យើងគឺវាមានពីមួយដំណាក់កាលទៅមួយដំណាក់កាលអញ្ចឹងនៅពេលដែលវា complete គឺវានឹងចេញសញ្ញា almost done អញ្ចឹងនៅពេលដែលយើងចេញដល់ដំណាក់កាលកន្លែងនេះគឺវាតម្រូវឲ្យយើងជ្រើសរើសទីតាំងដែលយើងចង់ដាក់ឈ្មោះទូបោករបស់យើងអញ្ចឹងឧទាហរណ៍ថាខ្ញុំចុចពាក្យ add new អញ្ចឹងនៅកន្លែង add new ហ្នឹងគឺខ្ញុំចង់ដាក់ទូបោករបស់ខ្ញុំហ្នឹងគឺនៅកន្លែងបន្ទប់ទឹកអញ្ចឹងខ្ញុំដាក់នៅកន្លែង bathroom អញ្ចឹងខ្ញុំចុចយកពាក្យ bathroom ហើយខ្ញុំចុចពាក្យ next អញ្ចឹងចូលដល់ដំណាក់កាលកន្លែងនេះគឺយើងអាច edit ឈ្មោះទូបោករបស់យើងបានតែខ្ញុំអត់ edit ទេខ្ញុំដាក់ឈ្មោះនឹងតែម្ដងហើយខ្ញុំចុចយកពាក្យ OK អញ្ចឹងនៅកន្លែងនេះមានន័យថាទូបោករបស់យើងនៅពេលដែលយើងភ្ជាប់ដំបូងវាអាចចេញពាក្យថា optimizing អញ្ចឹងបើសិនជាចេញពាក្យ optimizing យើងត្រូវរងចាំវាសិនហើយបើសិនជាវាចេញពាក្យថា washer standby មានន័យថាយើងអាចចុចបញ្ជាទៅលើមុខងារនឹងបានហើយអញ្ចឹងនៅពេលដែលយើងចុចចូលទៅក្នុងកន្លែងពាក្យថា washer standby ដើម្បីឲ្យយើងអាចបញ្ជាមុខងារទាំងអស់នៅលើទូបោកនេះបានយើងត្រូវតែមកចុចពាក្យ remote start ជាមុនសិនអញ្ចឹងនៅពេលដែលយើងចុចពាក្យ remote start វានឹង load ពាក្យ start នៅលើទូរស័ព្ទដៃរបស់យើងតែម្ដងអញ្ចឹងយើងគ្រាន់តែចុចមួយមកអញ្ចឹងនៅលើទូរស័ព្ទដៃរបស់យើងគឺវាចេញពាក្យថា start ហើយអញ្ចឹងនៅក្នុងកម្មវិធីទាំងអស់នៅក្នុងទូបោកនេះគឺយើងអាចបញ្ជាបានទាំងអស់គ្រប់កម្មវិធីដែលមាននៅលើទូបោកអញ្ចឹងរបៀបភ្ជាប់នឹងការប្រើប្រាស់ LG Sync Shoe គឺមានតែប៉ុណ្្នឹងទេហើយវីដេអូបន្ទាប់ខ្ញុំនឹងថតពីលក្ខណៈពិសេសមួយចំនួននៅក្នុងការប្រើប្រាស់ app នេះបាទសូមអរគុណ